hello, I'm Sal from the Manga Saga. Welcome back to another day and another episode នៃសាច់រឿងខ្លួនស្នេហ៍ក្នុងបេះដូងតែនេះគឺជាភាគទី8ហើយណាមុននឹងបន្តក៏សូមថ្លែងអំណរគុណដល់អ្នកដែលបានបើកមានញ៉ាំកាហ្វេកាពីម្សិលមិញសូមជូនពរឲ្យបងអូនមានសុខភាពល្អស៊ីមានបានបញ្ញាវៀងវៃនិងប្រាថ្នាអីឲ្យបានសម្រេចដោយបំណងបងប្រាថ្នាណាចឹងតាចូលសាច់រឿងយើងតែហ្មងទៅណាពងដល់វគ្គឆ្ងាញ់ផងសាច់រឿងក៏កាន់មកពេលដែរអាសំអុយស៊ូឈិននឹងកំពុងតែឌៀស៊ីងស៊ីនឹងចាយយ៉ែណោស្រាប់តែទ្វារក៏បើកប៉ាំងក្អូននឹងទៅមុខវចង់បាក់ចកេះមើលតែមុខក៏ដឹងថាភ្ញាក់បណ្ណាដែរនេះស៊ូឈិនបែរមកវិញផងស្ទុះទៅដាល់អ្នកបើកនឹងហ្មងគេស្រែកដូចមនុស្សឈួតចឹងថាអាណាគេនឹងបើកទ្វារភ្លឺចឹងចាយយ៉ែក៏បុយកអាយគេអូដល់បងនេះចឹងអត់និយាយច្រើននេះបើត្រូវវាយហ្មងនេះកូនមានរស្មីចែងចាំងដូចមាសអញ្ចឹងអូស្អាតម៉េះកូនចាយយ៉ែក៏និយាយឡើងថាទូស៊ូឈិនចាប់កអាវបានទាញមកក្រៅវូអាប៉ែនេះអាហ្វាទេតែកម្លាំងអន់ម៉េះឲ្យសយ៉ានទាញចេញមកឡើងសួរស៊ូឈិនក៏ដួលអកូតញាច់ស្រែកជេរចាយយ៉ែថាទួនចាយយ៉ែអញបែកម៉ាមែនចាយយ៉ែស្វាក៏អីបាននិយាយមកតំហឹងវាយទៅកាន់ស៊ូឈិនហ្មងមុខនេះបបាយហែងមិនស្លាប់មិនឈប់ដាច់ខាតសម្លេងសាបផ្សេងនៅចិត្តនោះនាំគ្នាស្រែកថាកុំចាយយ៉ែលើកវាចិត្តដល់ឯងសម្លេងស្រែកឡើងថាប្រយ័ត្នកុំមែនតតែយូរឌីលយើងប៉ុណ្ណឹងហើយក៏មិននឹកស្មានថារួចខ្លួនស្រួលភុះសម្លេងវាក៏បានលន់ឡើងដែលធ្វើឲ្យស៊ីងស៊ីក៏ហត់មកមើលស្ថានភាពនេះដែរចាយយ៉ែបន្ទាន់ពីវាយអពុយស៊ូឈិនមួយកៅអីហើយគេក៏ស្រែកឡើងថាយើងគឺជាអូមេហ្គាដែលឯងនិយាយកោកថាជាមនុស្សដែលឈរចាំឲ្យគេដេកជាមួយហ្នឹងឯងចាំអីដែលឯងនិយាយអត់ហ៎ចាយយ៉ែក៏បន្ថែមទៀតពេលដែរមួយនឹងកំពុងតែស្រឡាំងកាំងតាមមុខយើងហ្នឹងដូចជាមនុស្សចឹងអត់ឯងមើលច្បាស់ឲ្យឆ្លើយមកភ្លាមអាចង្រៃស៊ូឈិនមានចកាំងគាំងរកអីវាចាអត់ចាញ់ហ្មងគេបានតែស្រែកក្នុងចិត្តថាទួនចាយយ៉ែគឺជាអូមេហ្គាទេវាមិនអាចទៅរួចទេអាក្អូននេះមកកៅអីទៅដូចរៀងលើងើបអត់ចង់រួចផងគេស្រែកតបទៅចាយយ៉ែថាតប៉ែម៉េឯងមិនទាំងធ្វើខ្លួនដូចជាអូមេហ្គាផងហ្នឹងចាយយ៉ែទាញកោអាម្ដងទៀតឡើងស៊ូឈិនភ័យថាវាយទៀតចាយយ៉ែទាញមកគេមកចេះរួចនិយាយឡើងថាយើងមិនធ្វើខ្លួនដូចជាអូមេហ្គាទេអញ្ចឹងមិនមែនជាឯងទេមិញហើយយើងសិតតែជាមនុស្សញៀនរឿងលើក្រែនោះអូយចាយយ៉ែមកប្លង់លុយសន្លប់គេទិញស៊ូឈិនរត់ទៅចិត្តឌីលឡើងឈឺថាហេទូស៊ូឈិនឯងកំពុងតែលើកខ្ញុំដាក់លើវេទិកាដ៏ខ្ពស់មួយហើយណាដឹងខ្លួនអត់ហ្នឹងប្រហែលជាមិនឯងលុយស្រឡាញ់ខ្ញុំស្ងាត់ដឹងបាត់ដូចជាឈឺចិត្តសបើម៉េះដើររាយរាប់ទៅមនុស្សគ្រប់គ្នាដែលបានជួបហ្នឹងចាយយ៉ែនិយាយបដាញញឹមឌឺបដាឡាក្អូនស៊ូឈិនក៏ឲ្យកាហាយសឹងផ្ទុះជា2ហ្មងគេស្រែកដាក់ចាយយ៉ែថាចេញទៅទួនចាយយ៉ែឈប់មកធ្វើអឿថាឯងជាអ្នកខ្លាំងនៅទីនេះទៀតទៅសេយ៉ែហែងសេយ៉ែចាយយ៉ែចាប់សក់ក្បាលបានបុកហែងទៅនឹងទ្វារមកតង់ទៀតឲ្យឆាប់ស្វាងខួរលន់តែផាំងស៊ូឈិនស្រែកថាស៊ូឈិនអំភ្ញាក់ហ្មងមិនគិតថាចាយយ៉ែហ៊ានវាយគេដល់ថាហ្នឹងគេគិតខ្លួនចិត្តថាណែអាម្នាក់នេះគេបាត់សតិអីមុខឡើងភ័យពេលចាយយ៉ែនិយាយដៃផងដាល់ទៀតប្រាប់ហើយបើឯងមិនចូលពេទ្យគឺមិនឈប់ទេដៃមួយក៏ចាប់ដៃចាយយ៉ែជាប់ឡើងគេភ្ញាក់ព្រឹតបែរទៅសំឡេងនៅសតុនមួយខ្សឹបប្រាប់គេថាបានហើយគ្រូមកដល់ហើយចាយយ៉ែបែរទៅមើលអ្នកដែលចាប់ដៃគាត់ណាចាគឺជាលូស៊ីងស៊ីគេចាប់អត់លេងទេព្រាមនោះសំឡេងគ្រូក៏បានបន្លឺមកតាំងពីចង្អាយមកមានរឿងអីគ្មានណាគេហ៊ានហៅមាន់និយាយទេតតែលោកគ្រូដើរមកដល់កន្លែងវាយគ្នាពេលគ្រូឃើញរបៀបអាប៉ាត់អាប៉ាយអញ្ចឹងឯងបានគាត់ស្រែកសួរម្ដងទៀតតើពួកឯងកំពុងតែធ្វើស្អីហ្នឹងហ៎ស៊ូឈិននេះគេក៏លេចឃើញកៅអីដែលចាយយ៉ែវាយគេមិញគេប្រងស្ទុះទៅយកកៅអីហ្នឹងដើម្បីសងសឹកទៅចាយយ៉ែវិញប្រៀបថាយ៉ាងហោចណាស់ក៏បានមកកៅអីវិញដើម្បីទូទាត់គ្នាអញ្ចឹងមានអីចឹងស៊ីងស៊ីវិញជាងឆ្កឹះវូចូលទៅកលៀតបាត់វ៉ែបងគេយកបានមកណាមានអារម្មណ៍មិនដែរប្រៅស៊ីងស៊ីក៏និយាយជាមួយគេថាតែឯងបង្ករឿងប៉ុណ្ណឹងមិនគ្រប់ទៀតមែនស៊ូឈិននេះរបៀបថាម៉េចឯងនឹងស្អីមែនស៊ីងស៊ីនិយាយមុតឲ្យថាកុំជីកភ្នោកប់ខ្លួនឯងកាន់តែជ្រៅអីអាពៅអូនិយាយពីថាអ្នករៀនសូត្រគេនិយាយចេញមកសិតតែបង្កប់អត្តន័យប្រៀបធៀបហ្មងណាលោកគ្រូងាកទៅមើលស៊ីងស៊ីនៅក្នុងនងដែរក៏សួរថាបងលូឯងក៏មានចំណែកក្នុងរឿងនេះដែរមែនចាយ៉ែនេះឆ្លើយការពីបងគេភ្លាមមកអត់ទេគេមិនបាននៅក្នុងរឿងនេះទេខ្ញុំហើយនឹងទូស៊ូឈិនទេដែលអ្នកវាយគ្នានោះលោកគ្រូលឺឲ្យខឹងចង់ឡើងឈាមគាត់ស្រីប្រាប់ទៅពួកគេថាពីអ្នកឯងទៅប្រូជាមួយគ្រូភ្លាមមួយថ្ងៃរហូតទៅរឿងគ្នាអាក្មេងអស់នេះវ៉ៃ
ពីអ្នកនេះដើរទៅតាមគ្រូទៅដែលមិនបានតវ៉ាអីទាំងអស់ទុកឲ្យស៊ីងស៊ីឈរមើលពីក្រោយទាំងបារម្ភក្នុងចិត្តអញ្ចឹងណាមកនេះចង់ទៅតាមអូនណាតែមិនទាន់រកដំណោះស្រាយទៅជួយអូនបានអញ្ចឹងបងមិនអាចទៅនាំទៅជាបន្ទុករបស់អូននោះទេអ៊ីអត់មានចេះតែខៃម៉េះគេគ្រាន់តែជាមិត្តរួមថ្នាក់សោះតែណាមើលឃើញទៅនៅក្នុងចិត្តនោះថាមិនត្រូវស៊ីងស៊ីក៏ដូចមានក៏ថាបានមិនចឹង Come on get out the ship it's sailing តែរឿងកាន់មកក្នុងទីจัดការវិញម្ដងពីអ្នកនេះមើលធៀងខ្លួនមើលតបុកចាយយិនក៏ដឹងថារឹងខ្លាំងប៉ុណ្ណាដែរអ្នកគ្រូចិនកំពុងតែស្ដាប់សាច់រឿងតែភ្នែកបាញ់ទៅស៊ូឈិនច្រើនជាងលោកគ្រូនាយកនេះកំពុងតែសរុបសេចក្តីអង្គហេតុទាំងមូលអត់មែនគ្រូនាយកឯងប្រហែលជាគ្រូវិន័យអូខេឥឡូវយើងយកសាច់រឿងខ្លះហើយអញ្ចឹងសរុបមកទួនចាយយិនជាអ្នកដែលចាប់ផ្ដើមវាយគេមុនត្រូវអត់បើនិយាយទៅអ្នកដែលចាប់ផ្ដើមរឿងមុនគឺជាអ្នកខុសឯងគេមិនដែលប្រើអំពើហិង្សាអញ្ចឹងទេក្នុងការដោះស្រាយបញ្ហាស៊ឺឈិនគេបានគ្រូនិយាយអញ្ចឹងមានណាគេចេញមកការពៀខ្លួនគេផ្លែតត្រូវហើយលោកគ្រូខ្ញុំនិយាយលេងតាតែគេមកវាយខ្ញុំយកដូចមនុស្សឈួតអញ្ចឹងណែទួនចាយឯងពិតជាជ្រុលហើយមិនសានហ្នឹងយើងចិត្តនឹងបាត់សម្រស់របស់យើងដោយសារភាពល្ងីល្ងើរបស់ឯងហ្នឹងឯងមកចាយណាមានប្រងមិនទៀតទេប្រងដាល់ឯងថែហ្មងនៅមុខគ្រូហ្នឹងបើមិនភពបិទកញ្ចប់មុតរបស់ឯងនោះទេចាយងាកមកស៊ូឈិនថានិយាយចាយណាមានជាការគ្រឹះដាក់កូននឹងជាខ្លាំងសំនឹងចាយវាយចូលប៉ែនមែនតែយ៉ាងណាភាគនេះក៏បានមកដល់ទីបញ្ចប់ដែរណាសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់រឿងរបស់ admin ហើយបើមានបងអូនណាដែលចង់ឧបត្ថម្ភក្មេងញៀនកាហ្វេដូចជារូបនាងខ្ញុំសូមមេត្តាជួយសម្រាលបន្ទុកគ្រួសាររបស់នាងខ្ញុំបានតាមរយៈ QR នៅខាងក្រោមណាសូមឲ្យមានការកេងមិនលក់ញាប់ញ័រចង់ដឹងភាគបន្តពី admin អូផាOkay see you tomorrow bye bye